សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបានត្រឡប់មកវិញហើយបងប្អូនហើយថ្ងៃនេះគឺយើងតាក់ទងនឹងការចែករំលែកតាក់ទងនឹងការដាំដំណាំជុំវិញផ្ទះបងប្អូនបាទហើយបើសិនជាបងប្អូនទាំងអស់គ្នាមានដីធំទូលាយអីអាចមើលវីដេអូនេះបានគឺគាត់ដាំសពមុខបងប្អូនហើយនេះគឺជាដើមតបែកបាទមិនថាដើមតបែកឬដើមចេកដើមសកានេះទេគឺគាត់ដាំបានច្រើនហើយតបែករបស់គាត់ហ្នឹងគាត់ដាំតែ2-3ដើមប៉ុន្តែគាត់ចេះផ្សាំបងប្អូនហើយការផ្សាំហ្នឹងគឺខ្ញុំបានចែកម្លែកតាំងពីវីដេអូមុនណាបងប្អូនបាទគឺมันលំបាកទេគ្រាន់តែបងប្អូនទាំងអស់គ្នាមានសកៃដូងសកៃដូងយើងហ្នឹងសកៃដូងម៉ត់យើងយកសកៃដូងយកទៅត្រាំក្នុងទឹកមួយយប់មកបងប្អូនណាត្រាំមួយយប់ហើយចាំយើងច្បាច់សកៃដូងយើងហ្នឹងឲ្យរៀងចេញទឹកមកល្មមទៅហើយយើងយកទៅជក់ថង់បាទយកទៅជក់ថង់យើងប្រភេទដើមតបែកហ្នឹងគឺយើងអាចកាត់ជាវាណាបងប្អូនជាកោសវាឲ្យដល់សាច់បន្ទាប់មកបានយើងយកសកៃដូងយកមករុំបងប្អូនបាទតបែកអីបើយើងផ្សាំចិត្តចូល2ខែបងប្អូនទំនំទៅវាដុំណាហើយនេះគឺជាប្រភេទដើមដូងដែលគាត់ដាំនៅជុំវិញស្រះដែលគាត់ជីបងប្អូនបាទតាមរបៀបរបបនៃការធ្វើកសិកម្មបែបចម្រុះបងប្អូនត្រូវដឹងថានៅក្នុងដីរបស់យើងត្រូវមានដីទំនេរមួយដើម្បីយើងយកមកជីកស្រះបងប្អូនជីកស្រះដើម្បីយកទី1យើងអាចចិញ្ចឹមត្រីបានហើយទី2យើងអាចដងទឹកដែលយើងជីកហ្នឹងគឺយើងយកមកស្រោចស្រពនៅដំណាំនៅជុំវិញដីរបស់យើងផ្ទាល់តែម្ដងការជីកស្រះហ្នឹងគឺវាបានផលល្អមែនទែនបងប្អូនទាំងដែលយើងអាចចិញ្ចឹមត្រីក៏បានយើងអាចដាំបន្លែក្នុងទឹកនឹងក៏បានឬក៏យើងអាចមកស្រោចស្រពនៅជុំវិញដីរបស់យើងផ្ទាល់តែម្ដងបងប្អូននេះឃើញទេបាទគឺគេដាំហ្នឹងគឺដាំសពមុខបងប្អូនហើយប្រភេទដើមចេកហ្នឹងគឺយើងអាចដាំដំណាំនៅជុំវិញនឹងបានបងប្អូនបើតាមធម្មតានៃការធ្វើកសិកម្មបើសិនជាដីបងប្អូនទាំងអស់គ្នាមានបញ្ហាការថាវាអត់សូវមានជីវជាតិបងប្អូនអាចដាំចេកមុនណាបាទចេកវាអាចជួយកែដីដើម្បីឲ្យដីរបស់យើងហ្នឹងវាមានជីវជាតិល្អបងប្អូនបាទហើយនេះបើតាមធម្មតាគាត់បានដាំម្ដងពីរដងហើយឥឡូវគឺគាត់អាចដាំដំណាំនៅជុំវិញដីរបស់គាត់ផ្ទាល់តែម្ដងហើយនេះគឺផ្លែចេកបាទគឺចេកហ្នឹងគឺយើងអាចយកថង់យកមករុំពីលើដើម្បីកុំឲ្យមានបញ្ហាសត្វអីស៊ីអញ្ចឹងណាមួយទៀតបងប្អូនកន្លែងក្បាលចេកហ្នឹងកន្លែងចេកមួយហ្នឹងវាមានក្បាលវាដូចដុសផ្កាហ្នឹងបងប្អូនអាចទាញវាចេញក៏បានដែរបងប្អូនដើម្បីឲ្យវាឆ្លោះល្អណាអាហ្នឹងតាមក្បួនកសិកម្មបងប្អូនផ្លែវានៅចុងផ្លែហ្នឹងវាមានខ្មៅហ្នឹងបងប្អូនអាចកេះវាចេញទៅដើម្បីឲ្យវាមានការធំធាត់បានល្អឆ្លោះល្អហើយនៅក្នុងដីចកានេះគឺគាត់ដាំច្រើនមែនទែនបងប្អូនហើយយើងក៏អាចរៀនធ្វើប្រភេទជីទឹកនៅក្នុងចការបស់យើងត្រូវមានធុងឬក៏មានធុងជ័រណាមួយសម្រាប់យើងដាក់បងប្អូនដាក់លាយជីប្រភេទជីអកម៉ូនដើម្បីយកមកស្រោចស្រពនៅដំណាំនៅជុំវិញហ្នឹងបាទហើយដោយដើមចេកក៏យើងអាចយកមកកែច្នៃធ្វើជាប្រភេទជីកំប៉ុស្តបានដែរបងប្អូនឲ្យតែបងប្អូនទាំងអស់គ្នាឧស្សាហ៍ព្យាយាមហើយនេះគឺជាលក្ខណៈដើមដែលគាត់ចែកម្លែកគឺវាមានសុខភាពល្អមែនតើបាទហើយបងប្អូនមើលហើយគឺយើងអាចថានៅក្នុងដីរបស់គាត់នេះគឺមិនមែនតិចមុខទេគឺគាត់ដាំច្រើនមុខបងប្អូនប៉ុន្តែមុខដែលច្រើនជាងគេគឺដើមចេកគឺជាប្រភេទដើមឈើហូបផ្លែមួយយ៉ាងដែលងាយស្រួលដាំហើយការថែទាំដូចជាមិនត្រូវការថែទាំប្រហែលទេបងប្អូនគាត់ថាការយើងដាំពីនៅតូចណាពីកូនចេកទៅត្បូងឡើយក៏យើងថែទាំស្រោចទឹកឲ្យវាដុះឬរំអមហើយការថែទាំដូចជាមិនសូវជាប្រមាណទេហើយដើមចេករបស់គាត់នេះគឺគាត់ដាំយូរវាអាចរៀងឡើងគល់បន្តិចហើយបងប្អូនឃើញទេហើយបើតាមស្តង់ដារនៃការដាំចេកក្នុងមួយគុំបងប្អូនដឹងថាចេកបើយើងអាចទុកត្រឹមតែមួយដើម2-3ដើមក៏បានត្រឹម3ដើម2ដើមបងប្អូនណាកុំឲ្យយើងទុកច្រើនពេកចេកបើយើងដាំទៅនៅពេលដែលវាផ្លែវាអត់សូវឆ្លោះទេតាមការបកស្រាយអ្វីដែលខ្ញុំបានជួបជាមួយបងស្រីម្នាក់ដែលគាត់ដាំចេកណាបងប្អូនបាទគាត់បានដាំចេកបាន1000គុំប៉ុន្តែ1000គុំមកគាត់ហ្នឹងគាត់បានចែកម្លែកថាក្នុងមួយគុំគាត់ដាក់កូនចេក3ដើមបងប្អូន
អានេះគឺជាវិធីសាស្ត្រមួយដែលខ្ញុំបានជួបជាមួយបងស្រីបានចែកម្លែកតាក់ទងការដាំបែបនេះដោយសារគាត់គិតថាដំបូងឡើយគាត់ដាំស្វាយទេប៉ុន្តែដោយសារស្វាយវាអត់សូវមានទីផ្សារហើយតម្លៃក៏មិនសូវថ្លៃគាត់ចាប់ផ្ដើមមកដាំចេកវិញហើយដាំចេករបស់គាត់ហ្នឹងក៏ថាគាត់ដាំលក្ខណៈតិចតួចល្មមទុកធ្វើពូជឬក៏ស្វែងរកទីផ្សារសិនទេប៉ុន្តែដល់ពេលគាត់ចាប់ផ្ដើមដាំដំបូងគឺទីផ្សារចេកល្អឥឡូវគាត់ពង្រីកដាំបាន1000គុំហើយក្នុងមួយគុំគាត់ដាំ3ដើមដោយសារគាត់មានពូជចេកស្រាប់បងប្អូនអញ្ចឹងបងប្អូនអាចសាកល្បងហើយគាត់ថាបើនិយាយពីទិន្នផលគឺល្អដោយសារមូលហេតុចេះបងប្អូនដាក់3គុំគឺនៅពេលដែលវាចេញជាយងចេញផ្លែអីគឺយើងបាន3ស្ទើងអញ្ចឹងវាងាយស្រួលក្នុងការប្រមូលផលវាទាន់គ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទនេះគឺជាវិធីសាស្ត្រមួយដែលគាត់បានចែកម្លែកមកខ្ញុំហើយបើសិនជាបងប្អូនទាំងអស់គ្នាមានបំណងដាំអីបងប្អូនអាចសិក្សាស្វែងយល់អំពីអ្វីដែលខ្ញុំបានចែកម្លែកទៅហើយនេះគឺទីតាំងដីរបស់គាត់បងប្អូនអ្នកឃើញមានផ្លូវមានអីចឹងណាហើយជុំវិញហ្នឹងសិតតែចំការចេកឬក៏គាត់មានកូនផ្ទះឬក៏គាត់មានកូនស្រះសម្រាប់ស្ងោចស្ងប់ដំណាំនៅជុំវិញផ្ទះរបស់គាត់ណាបងប្អូននេះឃើញទេបាទហើយយើងមើលទៅគឺពិតជាខៀវស្ងាត់មែនទែនសម្រាប់ការងារផ្នែកកសិកម្មហើយខ្ញុំនៅតែលើកទឹកចិត្តបើសិនជាបងប្អូនទាំងអស់គ្នាអាចដើមចេករបស់យើងហ្នឹងយើងអាចយកទៅធ្វើផ្អកដើមចេកបានណាបងប្អូនបាទផ្អកដើមចេកហើយយើងយកមកឲ្យជ្រូកស៊ីក៏បានដែរផ្អកដើមចេកហ្នឹងជ្រូកស៊ីមាន់ស៊ីអីគឺបានគាត់ថាកសិករមួយចំនួនគាត់អត់សូវចេះធ្វើអញ្ចឹងណាបងប្អូនវាមានដើមចេកមានស្ករត្នោតឬក៏ស្ករល្ងអីហ្នឹងបងប្អូនគឺយើងយកមកលាយតាមជាក់ស្ដែងអញ្ចឹងណាបាទហើយចាំមើលវីដេអូក្រោយខ្ញុំនឹងអាចសិក្សាស្វែងយល់អំពីការធ្វើផ្អកដើមចេកដើម្បីយកមកចែកជូនពុកម៉ែបងប្អូនបន្ថែមដើម្បីឲ្យបងប្អូនបានដឹងថានៅពេលដែលយើងដាំដើមចេកច្រើនតើនៅពេលដែលយើងអាចយកដើមចេកហ្នឹងទៅច្នៃធ្វើជាចំណីឬក៏ធ្វើជាជីដូចនេះខ្លះខ្ញុំនឹងចែកម្លែកជូនបងប្អូនទាំងអស់គ្នាដើម្បីទុកជាបទពិសោធន៍សម្រាប់ការធ្វើផ្នែកកសិកម្មហើយនេះគឺការចែកម្លែកអំពីដំណាំដាំដុះដូចជាដើមសកានៀកបងប្អូនឃើញនេះផ្កាហ្នឹងគឺវាអត់ល្អទេបាទគ្រាន់តែវាចេញផ្កាដំបងបាទនេះគឺជាលក្ខខណ្ឌធម្មជាតិមួយដែលបងប្អូនទាំងអស់គ្នាត្រូវអនុវត្តទាំងអស់គ្នាដើម្បីយើងអាចប្រមូលផលពីធម្មជាតិបានបងប្អូនបាទហើយបើសិនជាបងប្អូនមានដីទំនេរនៅជុំវិញផ្ទះអីយើងអាចធ្វើបានហើយមួយទៀតការចែកម្លែកខ្ញុំចង់ឲ្យបងប្អូនធ្វើបើសិនជាយើងដាំដើមចេកអីបងប្អូនអាចដាំឲ្យរៀងជួរតិចណាកុំដាំតាមវីដេអូដែលខ្ញុំចែកម្លែកក៏បានដែរព្រោះការធ្វើវីដេអូការចែកម្លែកនេះគឺគាត់បានដាំអត់មានជួរទេបងប្អូនហើយពិបាកក្នុងការដើរបន្តិចប៉ុន្តែបើសិនជាបងប្អូនរៀបចំឲ្យមានជាជួរណាបាទជាជួរច្បាស់លាស់យើងងាយស្រួលក្នុងការដាំងាយស្រួលក្នុងការប្រមូលផលហើយងាយស្រួលក្នុងការបំបែកកូនចេកអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាប្រភេទជីងវងបងប្អូនបាទជីងវងគឺជាប្រភេទជីដែលយើងអាចយកទៅស្ងោរជ្រក់ឬក៏ធ្វើបានច្រើនណាបងប្អូនជីងវងហើយយើងដាំទៅប្រភេទជីនេះមិនថាជីមិនថាសក្រីទេមូសវាអត់សូវចូលចិត្តប្រភេទជីងវងឬក៏សក្រីទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាករណីថាយើងកុំចង់ឲ្យមានមូសអីច្រើនបងប្អូនដាំប្រភេទសក្រីឬក៏ជីងវងឲ្យច្រើនទៅជុំវិញដីចការបស់យើងណានឹងធម្មជាតិបងប្អូនសាកដាំមើលទៅតើវាអាចបានផលដូចម្តេចខ្លះបាទហើយនេះគឺជាជីកប៉ុសដែលគាត់បានបង្ហាញហ្នឹងគឺជីកប៉ុសហ្នឹងមកតាមធម្មតាបងប្អូនអាចដើមចេកយើងហ្នឹងឲ្យលួយហ្នឹងក៏យើងអាចដាក់ចូលបានដែរបងប្អូនបាទហាន់វាដុំយើងយកទៅដាក់ជាមួយទឹកស្អាតជាមួយស្ករត្នោតអីក៏វាទៅជាជីកប៉ុសឬក៏ជីទឹកមួយដែលយើងអាចយកទៅប្រើប្រាស់បានគ្រប់ដំណាំដែរសំបីតែជាយងចេកយើងបងប្អូនជាយងចេកហ្នឹងបើសិនជាបងប្អូនថាมันមានទីផ្សារអីបងប្អូនរកធុងមួយមកយើងកញ្ច្រាំវាបងប្អូនច្រាំវាដាក់ចូលក្នុងធុងណាធុងដែលបានបង្ហាញមិញអញ្ចឹងដាក់ចូលធុងទៅយើងអាចដាក់ស្ករត្នោតបើជាយងចេក20ឬក៏30ផ្លែតែប៉ុណ្ណឹងឬក៏10ផ្លែយើងដាក់ស្ករតែ1គីឡូ2គីឡូទៅហើយយើងដាក់ទឹកឲ្យ
ពេញក៏បានកន្លះក៏បានដែរបងប្អូនបាទហើយដល់ពេលយើងយកមកស្រោចមិនមែនស្រោចសុទ្ធទេគឺអាចលាយជាមួយទឹកធម្មតាបន្ថែមទៀតណាបងប្អូនបាទហើយការធ្វើកសិកម្មតើយើងចេះធ្វើជីខ្លះបងប្អូនណាដើម្បីឲ្យដំណាំរបស់យើងហ្នឹងវាលូតលាស់បានល្អយើងអាចរំពឹងទៅលើតែធម្មជាតិបានទេបងប្អូនហើយសំបីតើប្រភេទស្មៅហ្នឹងបងប្អូនស្មៅបើសិនជាបងប្អូនអាចយល់ដឹងពីវាបងប្អូនអាចបោចវាកុំយកទៅចោលយើងធ្វើទីតាំងមួយសម្រាប់ដាក់វាបងប្អូនបាទឬក៏យើងរៀបឥដ្ឋឬក៏យើងអាចទិញសំណាញ់មកយើងព័ទ្ធជុំវិញទៅយើងដាក់ចូលនៅក្នុងសំណាញ់ហ្នឹងផ្អាំឲ្យវាលួយបងប្អូនណាមិនថាស្លឹកឈើស្លឹកអីជុំវិញហ្នឹងទេគឺបងប្អូននៅពេលយើងប្រមូលបានយើងដាក់ចូលក្នុងហ្នឹងទៅយើងបង្កើតទៅជាជីកំប៉ុស្តហើយបើសិនជាបងប្អូនទាំងអស់គ្នាធ្វើបានណាយើងយកមកដាំបន្លែឬក៏យកមកគ្របគល់ដំណាំអីវាលូតលាស់បានល្អណាបងប្អូនធម្មជាតិគឺវាមិនពិបាកទេគឺវាអាចជំនួសគ្នាបានណាបងប្អូនគាត់នៅថាយើងពេលខ្លះយើងមិនសូវយល់ដឹងមិនសូវចេះពេលខ្លះយើងយកសម្រាមទៅដុតចោលពេលខ្លះយើងបានស្មៅទៅយើងយកទៅដុតចោលក៏ដុតចោលអញ្ចឹងណាអញ្ចឹងវាអាចឲ្យយើងយល់អំពីការធ្វើជីកំប៉ុស្តយកប្រភេទរុក្ខជាតិហ្នឹងយកទៅបំលែងឲ្យទៅជាជីដើម្បីដាក់មកបំពន់រុក្ខជាតិវិញទេអានេះគឺជាហេតុផលមួយដែលយើងធ្វើកសិកម្មទៅគឺយើងអត់ចេះកែច្នៃបងប្អូនការធ្វើកសិកម្មតើតើយើងចេះកែច្នៃហើយយើងចិញ្ចឹមឬក៏យើងដាំអីឲ្យវាស្របជាមួយនឹងប្រភេទសត្វដែលយើងចិញ្ចឹមណាបងប្អូនបាទគឺវាងាយស្រួលមែនតើដូចយើងចិញ្ចឹមគោយើងធ្វើស្រូវចិញ្ចឹមគោអញ្ចឹងណាមូលហេតុគឺនៅពេលដែលយើងធ្វើស្រូវបានយើងមិនសល់ច្បាងយើងមិនឲ្យគោស៊ីហ្នឹងអាហ្នឹងគឺជាហេតុផលមួយដែលយើងត្រូវគិតអំពីដំណើរដើមតើឬក៏វត្តជីវិតឬក៏វត្តដំណាំដែលយើងអាចជំនួសគ្នាទៅលើសត្វដែលយើងចំបានណាបងប្អូនហើយនេះគឺជាហេតុផលដែលយើងអាចកាត់បន្ថយចំណាយបានច្រើនមែនតើអញ្ចឹងមុនដែលយើងធ្វើអ្វីមួយយើងត្រូវគិតអំពីអ្វីដែលខ្ញុំបានលើកឡើងហ្នឹងណាបងប្អូនដើម្បីកុំឲ្យយើងចំណាយច្រើនបងប្អូនចំណាយច្រើនហ្នឹងគឺយើងយកលុយទៅទិញចំណីយកលុយទៅទិញអីចឹងវាធ្វើឲ្យយើងចំណាយណាបងប្អូនដោយការចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមគោអញ្ចឹងបងប្អូនហើយគ្រួសារមួយទៀតគាត់បានចែកម្លែកដែរគាត់ជាគ្រួសារដាំអំពៅបងប្អូនគាត់ដាំអំពៅយកស្លឹកឲ្យគោស៊ីប៉ុន្តែបើយើងឲ្យស្លឹកស៊ីទាំងអស់បេះមកភ្លាមឲ្យគោស៊ីវាគោវាអត់សូវស៊ីទេប៉ុន្តែគាត់មានម៉ាស៊ីនខ្មុកមួយបងប្អូនគាត់ខ្មុកសបកស្លឹកអំពៅហ្នឹងឲ្យគោស៊ីឲ្យគោស៊ីធន់ណាបងប្អូនខ្មុកឡើងម៉ត់ហ្មងណាបងប្អូនអាហ្នឹងគឺជាហេតុផលឲ្យគាត់ជាកសិករដែលគាត់ដាំអំពៅផងហើយគាត់ដាំស្មៅទៀតហើយគាត់ប្តីរបស់គាត់ហ្នឹងគាត់ដើរលក់ទឹកអំពៅបងប្អូនអញ្ចឹងសំបីតែលក់ទឹកអំពៅហ្នឹងមិនមែនយកអំពៅល្អទៅលក់ទេអំពៅណាដែលមើលទៅអត់សូវល្អហ្នឹងគាត់លក់ទឹកអំពៅមិនតែអំពៅណាដែលយកឲ្យម៉ួយគេមកទិញហ្នឹងគឺយើងរៀបចំទុកឲ្យម៉ួយបងប្អូនអានេះគឺជាលក្ខណៈពិសេសហើយលក្ខណៈមួយដែលយើងបានទាញចំណូលបន្ថែមហើយដែលយើងគិតមើលទៅគឺវាសាមញ្ញប៉ុន្តែកសិករខ្លះគាត់មិនបានគិតបានឃើញអំពីដំណើរដើមតងនៃការធ្វើកសិកម្មបងប្អូនកសិកម្មបងប្អូនគ្រាន់តែយើងមានដី1កង់2កង់3កង់បងករណីថាបើយើងចង់ដាំស្មៅហើយទិញគោមកចិញ្ចឹមក៏បានអាហ្នឹងវាបានផលតគោទេប៉ុន្តែបើសិនជាយើងដាំអំពៅហើយយើងមានម៉ាស៊ីនខ្មុកឲ្យគោស៊ីក៏បានអាហ្នឹងវាបានផល2ផលទាំងគោផលពីអំពៅអាហ្នឹងគេថាព្រួយមួយបាញ់បានសัตว์2បងប្អូនទាំងអស់គ្នាបាទហើយគឺដំណាំឥឡូវយើងវាយមកដំណាំនៅជុំវិញដីចំការម្ដងបងប្អូនហើយការធ្វើកសិកម្មបែបចម្រុះដូចខ្ញុំបានលើកឡើងអញ្ចឹងវាតាក់ទងឲ្យយើងមានកូនស្រះមួយមកដើម្បីយើងយកទឹកមកស្រោចស្រពហើយនេះគឺជាដំណាំក្រូចឆ្មាបងប្អូនហើយឃើញលក្ខណៈធម្មជាតិហ្នឹងបងប្អូនឃើញគឺខៀវស្ងាត់ពេញភូមិណាបើសិនជាយើងធ្វើកសិកម្មបានល្អណាមានទាំងដំណាំទ្រើងមានទាំងដំណាំនៅដីអញ្ចឹងវាលក្ខណៈយើងហ្នឹងគឺវាពេញលក្ខណៈទៅលើកសិកម្មបែបធម្មជាតិបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាយើងធ្វើបែបនេះគឺយើងមិនសូវជាចំណាយច្រើននោះទេគឺមានន័យថាធនធាននៅជុំវិញរបស់យើងគឺយើងអាចបង្កើតអាចថែទាំវាបានដោយខ្លួនឯងបងប្អូនហើយយើងអាចធ្វើឲ្យវាជំនួសគ្នាបានបែបនេះគឺល្អមែនតើសម្រាប់កសិករយើងហើយជាចុងបញ្ចប់ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែនិយមចូលចិត្តការតាមដានវីដេអូរបស់ខ្ញុំ ឆ
channel របស់ខ្ញុំហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងនៅតែបន្តការគាំទ្របន្ថែមទៀតដើម្បីឲ្យខ្ញុំមានទឹកចិត្តក្នុងការចែករំលែកយកវីដេអូថ្មីយកមកចែករំលែកមួយរយៈចុងក្រោយនេះខ្ញុំមិនសូវបានចែករំលែកបានរាល់ថ្ងៃរាល់អាទិត្យទេបងប្អូនដោយសារមានការរវល់ច្រើនហើយជាការខន្តីអភ័យទោសបើសិនជាខ្ញុំនិយាយទៅមានការលើសលួសឬក៏ខ្វះការត្រង់ចំណុចណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានដល់រូបខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាអរគុណច្រើន